បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube លុយហេង6395ជាទីមេត្រីថ្ងៃនេះខ្ញុំបាទបង្ហាញបងប្អូនទាំងអស់គ្នាអំពីមន្តគាថាអិតិពិសោលោតជើងសេះឆ្វេងជើងមេនេះគឺជាមេគាថាបែបពុទ្ធគុណនៅក្នុងអតិពិសោដែលជាមេលោតជើងសេះខាងឆ្វេងជើងមេខាងឆ្វេងនេះមានច្រើនមេជាងខ្ញុំសូមបង្ហាញនៅមេលោតជើងសេះខាងឆ្វេងហើយមេនេះយើងចេញមកពីខាងក្រោមជាងមុននឹងយើងរៀននៅមុនគាថាបែបពុទ្ធគុណធម្មគុណសង្ឃគុណនេះបងប្អូនដែលមាននតិអាសនៈកុំភ្លេចអុជធូបអុជទៀននតិអាសនៈជាមុនសិនរួចហើយធ្វើបទនមស្ការរំលឹកដល់គុណព្រះរតនត្រ័យជាមុនសិនចឹងនេះគឺជាគាថាដែលប្រើសម្រាប់អារាធនានៅគុណព្រះរតនត្រ័យបងប្អូនឲ្យសូត្រនិមន្តគាថាមេទី1ក៏បាននមោតស្សៈភគវតោអរិហតោសម្មាសម្ពុទ្ធស្សៈសូត្រគ្រប់3ចប់ហើយថ្វាយបង្គំព្រះម្ដងបងប្អូនអាចសូត្រនៅមេទី2នេះបន្ទាប់ទៀតក៏បានអ៊ិបិសោតិវិពុទ្ធសធោកៈអវិភៈនចវិភៈកតិតពុរិរោមេតេវនុកៈលោកតោសមៈសាតមពុទ្សានੰធោវិអនុទុសរៈថេថាជារៈហង្មាសរៈសុបានសាមណោជាងមេទី2នេះគឺជាមេពុទ្ធនិមិត្តទី1ជាងមេនេះយើងប្រើសម្រាប់អារាធនាគុណព្រះរតនត្រ័យក៏បានយើងប្រើសម្រាប់បើកពន្លឺញៀនក៏បានដែរឬក៏ប្រើមេទី3នេះក៏បានដែរពុទ្ធាំងសារណង្កិច្ឆាមិធម្មំសារណង្កិច្ឆាមិសង្ឃាំងសារណង្កិច្ឆាមិសុគ្រប់3ចប់ហើយថ្វាយបង្គំព្រះរតនត្រ័យម្ដងជាងមេគាថាដែលប្រើសម្រាប់អារាធនាគុណព្រះរតនត្រ័យនេះគឺមានច្រើនមេបងប្អូនចេះនៅមេមួយណាបងប្អូនសូត្រមេមួយនឹងចោះជាងមេខាងក្រោមនេះគឺជាមេប្រើសម្រាប់អារាធនាអញ្ជើញនៅគុណគ្រូជាងមេនេះគឺជាមេត្រីនិតសង្ហេសត្តនិគេបញ្ចវិស្ណុអ្នកមេវចៈចតុទេវាឆវសរិជាបញ្ចឥន្ទ្រាអ្នកវមេចៈឯកយខៈអ្នកវទេវីបញ្ចព្រមាសហបតីទ្វេរិជាអដ្ឋអរហន្តាបញ្ចពុទ្ធាអ្នកមីមិហੰជាងមេបងប្អូនប្រើសម្រាប់អារាធនាអញ្ជើញគុណគ្រូជាងមេអញ្ជើញគុណគ្រូមានច្រើនមេបងប្អូនអាចចេះមេមួយណាផ្សេងពីមេនេះក៏សូត្របានដែរបន្ទាប់ពីយើងសូត្រអារាធនាអញ្ជើញគុណគ្រូហើយបងប្អូនអាចសូត្របន្ថែមនៅមុនគាថាបើកពន្លឺញៀនដូចជាមេអិរិជាកតរិសាបងប្អូនអាចសូត្របើកពន្លឺញៀនកាលណាយើងសូត្របើកពន្លឺញៀនមេអិរិជាកតរិសាបងប្អូនត្រូវប្រើសំឡេងអំបែកឬក៏មេនៅក្នុងអិតិពិសោពន្លឺរតនចរណ័យក៏បានដែរក៏មានមេដែលសម្រាប់សូត្របើកពន្លឺញៀនផងដែរឬក៏យើងប្រើនៅមេផ្សេងទៀតដែលជាមេសម្រាប់បើកពន្លឺញៀនបានន័យថាឲ្យយើងរៀននៅមុនគាថាផ្សេងហ្នឹងគឺយើងឆាប់ចាំឆាប់ចេះហើយរៀនស្ទុះបានលឿនជាងបន្តឲ្យបើកពន្លឺញៀនហ្នឹងពួកអ្នកសូត្រនឹងមេជាប្រភេទសីមាការពីខ្លួនឬក៏ជាប្រភេទលូទីងសេះជាប្រភេទសីមាមេសីមានៅក្នុងទិពិសោក៏មានច្រើនមេដែរជាងមេនេះក៏ជាមេសីមាពួកណាជាមេសីមាដែរនេះសីមាយើងប្រើសម្រាប់ពាត់ខ្លួនមុនពេលដែលយើងចាប់ផ្ដើមរៀនមុនគាថានីមួយក្រែងលោមានអ្នកណាចង់ផ្ចាយយើងប្រើនៅមេសីមានេះដើម្បីការពីខ្លួនជាងមេទី1នេះគឺនមោពុទ្ធិយៈមេអឧអសង្វិសលោអពុសៈពុភៈទាសីនេបវិកសៈអមេឧជាងមេនេះសុទ្ធតែជាមណ្ឌលទេបងប្អូនឲ្យសូត្រ3ចប់ក៏បាន7ចប់ក៏បានមេទី2នេះគឺជាមេហុំដានអាចប្រើមេហុំដាននេះក៏បានណា
ចឹងមេស៊ីម៉ានេះគឺមានច្រើនមេណាបងប្អូនអាចឆ្លាញ់មេមួយណាបងប្អូនសុទ្ធមេមួយនឹងចោះចឹងចំពោះដំណំនៅក្នុងមេអតិពិសោបែបពុទ្ធគុណធម្មគុណសង្ឃគុណនេះដំណំគឺរក្សានៅសិល5ណារក្សានៅសិល5យើងកាន់សិល5បានយើងអាចរៀននៅមុនបែបពុទ្ធគុណធម្មគុណនេះសង្ឃគុណនេះបានហើយដំណំបន្ថែមទៀតអាចបងប្អូនតមបើសិនក្នុងមេណាក្នុងពុទ្ធគុណហ្នឹងលោកប្រាប់យើងមិនឲ្យបរិភោគនៅសាច់គោឬក៏សាច់ឆ្កែក៏យើងត្រូវទៅតមដែរព្រោះមានមេនៅក្នុងពុទ្ធគុណខ្លះគឺហាមមិនឲ្យបរិភោគសាច់គោឬក៏សាច់ឆ្កែនេះអាស្រ័យទៅលើគ្រូមុនជាអ្នកប្រាប់បន្ថែមឬក៏គ្រូមកដែលគាត់ប្រាប់ដំណំយើងណាព្រោះមេខ្លះដំណំអាស្រ័យលើគ្រូមុនជាអ្នកប្រាប់ផ្ទាល់ណាហើយមេខ្លះទៀតដំណំគឺយើងដឹងដោយម្ចាស់កិដ្ឋានដែលនៅក្នុងអក្សរនៅអក្សរកិដ្ឋាទាំង56តួហ្នឹងលោកប្រាប់បើយើងចង់ឲ្យប្រកែនៅក្នុងមេហ្នឹងលុះត្រាតែយើងតមពេលខ្លះអាចលើសពីសិល5ណាបន្ថែមពីការតមសិល5ហ្នឹងត្រូវតែជាមនុស្សដែលដឹងគុណជាបុគ្គលដែលដឹងគុណឪពុកម្ដាយគុណមេដាបិតាឪពុកម្ដាយនេះឬក៏មេដាបិតាហ្នឹងគុណគ្រូអញ្ចឹងបើយើងដឹងគុណមេដាបិតាហើយគុណគ្រូបាអាចារ្យយើងជាបុគ្គលដែលមានធម្មជាតិល្អណាល្អមានសន្តានចិត្តល្អពីធម្មជាតិមករៀនមុនពុទ្ធគុណធម្មគុណសង្ឃគុណហ្នឹងដោយក្តីវិរិយៈព្យាយាមយើងមិនរៀនដោយលោភលន់មិនរៀនដើម្បីបង្ហាញថាយើងនឹងពូកែយើងនឹងយើងខ្លាំងយើងរៀនបានប៉ុណ្ណាតាមបនិស្ស័យដែលយើងមានទៅណាហើយមុនពុទ្ធគុណនេះភាគច្រើនអ្នកដែលសម្រេចបានភាគច្រើនជាបុគ្គលដែលមានចិត្តត្រជាក់ចិត្តស្ងប់រៀនដោយចិត្តអំណត់ព្យាយាមមិនខឹងមិនក្រេវក្រោធទេចឹងយើងរៀនមេទាំងអស់នៅក្នុងពុទ្ធគុណនេះគឺមានដំណំច្រើនណាមានដំណំច្រើនដែលយើងត្រូវតែកាន់ឲ្យបានទើបពូកែណាចឹងអ្នកដែលពូកែនៅក្នុងមុនគិថាពុទ្ធគុណធម្មគុណនេះគឺកម្រណាកម្រអាច100នាក់មានអ្នកពូកែម្នាក់1000នាក់អាចមាន10នាក់ដូចជានៅក្នុង channel YouTube ខ្ញុំបាទនេះអ្នកគ្រប់ត្រូលមានដល់9000នាក់ប៉ុន្តែអ្នកដែលពូកែពិតប្រាកដនៅក្នុង channel YouTube របស់ខ្ញុំនេះអ្នកដែលពូកែចេះពុទ្ធគុណពិតប្រាកដអាចមានត្រឹមតែ9នាក់ឬក៏លើសត្រឹម9នាក់ឬក៏10នាក់ណាចឹងដែលអ្នកដែលខ្ញុំដឹងណាខ្ញុំថារៀនពុទ្ធគុណទៅពូកែចឹងខ្ញុំរាប់មើលទៅដូចជាមានត្រឹមតែ9នាក់ឬក៏10នាក់ឬក៏អ្នកផ្សេងទៀតលោកមិនបានប្រាប់ក៏ថាបានដែរចឹងតាកតងជាមួយនឹងមុនពុទ្ធគុណនេះគឺកម្រណាកម្រមានអ្នកណាដែលរៀនទៅចេះដោយសារដំណំពីច្រើនដំណំយើងកាន់មិនបានណាកាន់មិនបានដែលធ្វើឲ្យយើងកាន់តែខ្សោយយើងប្រើទៅមិនពូកែណាគេរៀនមេនឹងដែរគេសូត្រទៅពូកែតែយើងរៀនមេនឹងដែររៀនមេនឹងដូចគ្នាសូត្រទៅអត់ពូកែចឹងពេលខ្លះវាតាកតងមួយដំណំដែរចឹងដំណំពុទ្ធគុណនេះមានច្រើនអាស្រ័យទៅលើគ្រូមុនជាអ្នកប្រាប់ផ្ទាល់ឬក៏គ្រូបាអាចារ្យដែលជាអ្នកបង្រៀនហ្នឹងគាត់ជាអ្នកប្រាប់ដំណំអីខ្លះដូចជាដំណំកាន់សិល5ហ្នឹងត្រូវតែកាន់ឲ្យបានដំណំដឹងគុណឪពុកម្ដាយដឹងគុណគ្រូណាចិត្តល្អពីធម្មជាតិរៀនដើម្បីការពារខ្លួនឯងដើម្បីជួយគេហ្នឹងគឺជាបុគ្គលដែលអាចមានបនិស្ស័យច្រើនហើយយើងរៀនដោយចិត្តអំណត់ព្យាយាមយើងចេះមុនពុទ្ធគុណទាំងពុទ្ធគុណជាច្រើនទោះបីយើងចេះច្រើនប៉ុណ្ណាណាក៏យើងមិនទៅអួតអាងមិនតាំងចិត្តថាយើងនេះពូកែជាងគេខ្លាំងជាងគេដែរណាយើងធ្វើធម្មតាណាចឹងតាកតងមួយដំណំខ្ញុំបាទសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះដំណំអាចមានច្រើនទៀតអាស្រ័យទៅលើគ្រូមុនប្រាប់ផ្ទាល់ឬក៏គ្រូបាអាចារ្យដែលបងប្អូនរៀនពីណាហ្នឹងលោកតែតែប្រាប់នៅដំណំចឹងកុំឲ្យខាត់ពេលយូរមកខ្ញុំបង្ហាញអំពីមុនគេថាទេពិសោពុទ្ធគុណនេះគឺជាមេស្ថិតនៅក្នុងពុទ្ធនិមិត្តទី2ណាពុទ្ធនិមិត្តទី2ឬក៏យើងហៅថាមេអតិពិសោពេញអង្គនឹងឯង
ចឹងទាំងអស់នេះគឺជារូបយន្តណារូបយន្តនៃមេពុទ្ធគុណឬក៏មេតិពិសោពេញអង្គឬក៏យើងហៅថាពុទ្ធនិមិត្តទី2ដែលមានសរុប56តួអក្សរណា56តួអក្សរជាងមេនេះគឺជាមេលូតជើងចេះលូតជើងសេះឆ្វេងណាជាងមេលូតជើងសេះនៅក្នុងពុទ្ធនិមិត្តទី2នេះបងប្អូនធ្លាប់រៀនដូចជាមេអ៊ីចតណាំងថាគិនអពុទ្ធនិមិត្ត4ធ្លាប់រៀនហើយដូចជាមេអ៊ីសាមពធោនុមេបេសាទនេះក៏ជាមេលូតជើងសេះដែរវិចារមេហ្នឹងបងប្អូនវិចារគឺចេះហើយមេនៅពីហ្នឹងជាងមេដែលខ្ញុំបង្ហាញនេះគឺជាមេលូតជើងសេះខាងឆ្វេងមួយទៀតដែលចេញពីពាក្យថាសាស័តភៈមៈនុធោភៈសាមអ៊ីចតណាំងថាកៈនុអវិកៈមាតិជារោពុទ្ធេវិសាណោអពុទ្ធសោហង្កៈថេធោវៈតិមៈសុវិសាមពេរៈតោរៈពុវិរៈរេទូនសបានកតមសាមលោជាងជាមេលូតជើងសេះខាងឆ្វេងដែរចឹងខ្ញុំសូមបង្ហាញជាលក្ខណៈរៀបសម្រាប់អង្គុយកម្មដ្ឋានចឹងមេហ្នឹងខ្ញុំបង្ហាញជាមេលូតជើងសេះខាងឆ្វេងដែលមានអនុភាពប្រាប់បានមកដូចគុណដូចគ្នាណាបំបែកនៅក្នុងពុទ្ធនិមិត្តទី2ចឹងមេនេះខ្ញុំប្រើជាសំឡេងដើមទាំងអស់ហើយបងប្អូនខ្លះក៏អាចប្រើនៅសំឡេងបំបែកបានដែរចឹងសម្រាប់ខ្ញុំមេនេះខ្ញុំសូត្រជាសំឡេងដើមណានៅក្នុងនីតិពិសោបែបពុទ្ធគុណនេះបើយើងសូត្រខុសសំឡេងគឺយើងដឹងភ្លាមបើយើងសូត្រខុសសំឡេងបើយើងសូត្រសំឡេងដើមអត់បានទេបងប្អូនឲ្យសូត្រសំឡេងបំបែកណាចឹងពេលណាយើងសូត្រខុសសំឡេងវាធ្វើឲ្យយើងឈឺក្បាលពេលខ្លះឈឺក្បាលតែម្ដងយើងដូរសំឡេងវិញបានយើងអត់ឈឺក្បាលជាងមេនេះខ្ញុំប្រើជាសំឡេងដើមចឹងខ្ញុំបានបង្ហាញខាងដើមហ្នឹងមិនអំពីមេហ្នឹងចេញមកពីណាចឹងមេនេះខ្ញុំសរសេរជា7ឋានក្នុងមួយឋានហ្នឹងមានចំនួន8តួអក្សរណា8តួអក្សរយើងគុណទៅឃើញ56តួអក្សរត្រូវនឹងបែបបទមុនគេថាអតិពិសោបែបពុទ្ធគុណគឺមាន56តួអក្សរពេញគ្រប់លក្ខណៈបរិបូរណ៍ហើយមានសំឡេងសាម3សំឡេងសាទ1និងសំឡេងប៉ាន់និងតមណាចឹងឥឡូវខ្ញុំសូត្រពីឋានទី1ហើយចាំខ្ញុំប្រាប់អំពីរបៀបនៃការប្រើប្រាស់នៅមេនេះចឹងឋានទី1សូត្រថាសាស័តភមៈនុធោភៈសាមអ៊ីចតណាំងថាកនុអឋានទី2ណាអ៊ីចតណាំងថាកនុអឋានទី3វិកៈមាតិជារោពុទ្ធេឋានទី4វាសាណោអពុទ្ធសោហង្កៈឋានទី5ថេធោវតិមៈសុវិសាមឋានទី6ពេរៈតោរៈពុវិរៈរេឋានទី7ទូនសបានកតមសាមលោចឹងមេហ្នឹងបងប្អូនអាចសូត្រជាសំឡេងបំបែកក៏បានដែរអាស្រ័យទៅលើបនិស្ស័យដែលយើងមានពេលខ្លះយើងប្រើសំឡេងបំបែកស្ទុះលឿនជាងសំឡេងដើមហើយពេលខ្លះយើងប្រើសំឡេងដើមលឿនជាងសំឡេងបំបែកដូចគ្នាចឹងអាស្រ័យទៅលើបងប្អូននិងបនិស្ស័យទេចឹងអ្នកខ្លះគាត់អាចសូត្របានតែមួយសំឡេងទេណាអ្នកខ្លះគាត់អាចសូត្របានតែសំឡេងដើមហើយអ្នកខ្លះទៀតគាត់អាចសូត្របានតែសំឡេងបំបែកហើយអ្នកខ្លះទៀតមានលក្ខណៈពិសេសជាងគេគឺគាត់អាចសូត្របានទាំងពីរសំឡេងគឺសំឡេងដើមនិងសំឡេងបំបែកបានន័យថាគាត់សូត្រទៅមិនធ្វើឲ្យគាត់ឈឺក្បាលធ្វើទុកទុំលេងដល់គាត់ទេចឹងតាក់ទងនឹងរបៀបនៃការសូត្របងប្អូនអាចសូត្រ3ចប់ក៏បានសូត្រ7ចប់ក៏បាន9ចប់12ចប់21ចប់36ចប់56ចប់រហូតដល់108ចប់បងប្អូនភិមវិនីបានរាល់ថ្ងៃទៅ1ចប់ក្តី3ចប់ក្តី7ចប់ក្តី12ចប់ក្តី21ចប់ក្តី36ចប់ក្តី56ចប់ក្តី108ចប់ក្តីបងប្អូនអាចភិមវិនីយ៉ាងយូរ5សិលបងប្អូនដឹងអំពីរបៀបនៃការប្រើប្រាស់និមន្តគិដ្ឋានីមួយៗហើយនៅក្នុងមេពុទ្ធគុណលូតជើងសេះឆ្វេងនេះចឹងមេនេះបងប្អូនសូត្រដូចខ្ញុំបង្ហាញមិញសាស័តភមៈនុធោពិសាមរហូតដល់ទូ
tu nạ sạ pan cả tòm sam lô ní cứ dương pra khang cà pì nè cà pì bàn cột chàng nè cà pì khang khang plau ngất khang pơm pon mùn khmau cà pì một hòn tà rải xanh bệt phô đầm nào tậpการติดจัดติดง่ายกาปีនៅអមនុស្សខ្មោចព្រាយអ្នកតាយហ្នឹងគឺការពីបានហើយបងប្អូនចង់ទប់ទល់ជាមួយអ្នកខ្លាំងអីហ្នឹងបងប្អូនត្រូវប្រើជាសំឡេងបំបាយណាបំបាយមកសុទ្ធបំបាយសុទ្ធសាដានវិញណាបងប្អូនប្រើពីនេះទៅវិញដើម្បីទប់ទល់ជាមួយគេបងប្អូនប្រើពីខាងក្រោមវិញណាខាងក្រោមវិញសូត្រពីឡូស័កឡើយប្រើសំឡេងបំបាយណាឡូស័កឡូស័កបានឡូស័កមកកន្លែងសាមទៅស័កវិញឡូស័កតួមកៈប៉ាន់ប៉ាន់សំឡេងដដែលពីប៉ាន់ស័កណទូមករៈរៈវិពុរៈតោរៈពេសវាសុមៈតិវៈធោធិកៈហាងសោពុទ្ធអណោសាវាតេពុទ្ធរោជាតិមាកៈវិអនុកៈថានង្តចៈអ៊ីសម្ភៈធោនុមៈភៈស័កសាចឹងមេដែលខ្ញុំសូត្របង្ហាញនេះបងប្អូនប្រើសម្រាប់ទប់ទល់ណាទប់ទល់ជាមួយគេអ្នកខ្លាំងបានមេហ្នឹងចឹងមេពុទ្ធគុណនេះបើសិនជាបងប្អូនមាននិស្ស័យបងប្អូនអាចដកត្រឹមតែ4អក្សរមកប្រើក៏បាន8អក្សរមកប្រើក៏បានណាក្នុងករណីបញ្ញត្តិយើងអាចដក4អក្សរមកប្រើបានការដកអក្សរនៅក្នុងពុទ្ធគុណធម្មគុណសង្ឃគុណនេះអាស្រ័យទៅលើឧបនិស្ស័យដែរណាឧបនិស្ស័យចឹងអ្នកខ្លះគាត់គ្រាន់តែមើលប៉ុណ្ណេះគាត់ដឹងថាអក្សរបកែមេបកែនៅកន្លែងណាអក្សរណាទៅប្រើទៅបកែក្នុងអក្សរក្រមទាំង56នេះគាត់អាចមើលដឹងថាអក្សរណាដែលបកែអាចមាន4អក្សរឬ8អក្សរជាងកន្លែងនេះអាស្រ័យទៅលើឧបនិស្ស័យដែលយើងមានរៀនខ្លួនឬក៏ពេលខ្លះគ្រូមុនដែលរក្សានៅអក្សរនីមួយៗហ្នឹងចឹងអ្នកដែលថែរក្សាដូចជាអក្សរសានេះមួយហ្នឹងអាចមិនមែនមានត្រឹមតែម្នាក់ទេណាអាចមាន4នាក់ឬក៏7នាក់ឬក៏ច្រើនជាងទៀតណាអ្នកដែលថែរក្សានៅតួអក្សរមួយហ្នឹងគឺមានតួអង្គច្រើនចឹងលោកមកប្រាប់យើងថាអក្សរហ្នឹងឬក៏ដកមកប្រើ4អក្សរហ្នឹងប្រើខាងអីឬក៏8អក្សរហ្នឹងប្រើខាងអីលោកដកឲ្យយើងមកប្រើណាពេលដែលចាំបាច់យើងអាចយកមកប្រើបានតែបើយើងអត់មានពលិរតនចរណៃអត់ដឹងទេបងប្អូនត្រូវសូត្រពីឋានទី1ហ្នឹងដល់ឋានទី7នេះយើងប្រើសម្រាប់ផ្នែកខាងការពីណាការពីបានគ្រប់បែបយ៉ាងហើយមានហ្នឹងបើយើងចង់ប្រើខាងស្រោចទឹកដងអំពើក៏ប្រើបានដែរតែយើងប្រើជាលក្ខណៈបរិឡោមសាដានណាយើងសូត្រពីក្រោមណាសូត្រពីឡូនេះឡូស័កតួមកៈប៉ាន់ស័កណទូនឹងរហូតទៅដល់អ៊ីខាងលើសាខាងលើវិញណាពាក្យសាខាងលើនេះវិញទៅយើងប្រើជាសាដានហ្នឹងដើម្បីស្រោចទឹកដងអំពើគេបានចឹងរបៀបនៃការប្រើនៅមេពុទ្ធគុណនីមួយៗហ្នឹងគឺមានច្រើនណាច្រើនរបៀបចឹងមេនេះក៏អាចយើងប្រើបានច្រើនដែរយើងចង់ប្រើទៅជាកន្ត្រៃក៏បានយើងចង់ប្រើកន្ត្រៃយើងប្រើសម្រាប់កាត់ស្រាយចំណងយើងចង់ប្រើជាសីមាសម្រាប់ការពារក៏បានជាយើងអាចប្រើបានច្រើនទៅតាមបនិស្ស័យដែលយើងមាននិស្ស័យព្រោះមេពុទ្ធគុណមានច្រើនមេមានរាប់រយរាប់ពាន់មេជាងមេណាដែលយើងរៀនឆាប់ចាំមេណាដែលយើងរៀនទៅយើងពេញចិត្តយើងចាំងាយបានន័យថាមេហ្នឹងយើងមានបនិស្ស័យបងប្អូនអាចយកមេណាដែលខ្លួនរៀនទៅឆាប់ចេះឆាប់ចាំហ្នឹងយកមកសូត្របរិកម្មរាល់ថ្ងៃទៅណានឹងដឹងអំពីរបៀបនៃការប្រើប្រាស់នៃមេគិថាហ្នឹងជាប្រកបណាជាប្រកបគ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះទេជើងតាក់ទងជាមួយនឹងមុនគិថាតិពិសោលុតជាងខ្សែខាងឆ្វេងដែលស្ថិតនៅក្នុងមេពុទ្ធនិមិត្តទី2នេះខ្ញុំបាទសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះប្រសិនបើជាការថាអធិប្បាយរបស់ខ្ញុំបាទមានកន្លែងណាលើសលួសឬក៏ខ្វះខាតត្រង់ចំណុចណានោះសូមពុកបងប្អូនទាំងអស់គ្នាខន្តីអធិស្ឋានរបស់ខ្ញុំបាទផងបាទអរគុណសូមជម្រាបលាសូមរងចាំតាមដានទស្សនានៅវីដេអូក្រោយទៀត